នៅក្នុងវីដេអូនេះគឺយើងនឹងមកធ្វើ style អក្សរបែបនេះនៅក្នុង Adobe Photoshop អញ្ចឹងដំបូងនៅក្នុង Photoshop គឺអ្នកនរគ្នាធ្វើការវាយអក្សរមកអក្សរដែលអ្នកនរគ្នាចង់វាយអីក៏បានដែរហើយប្រើ font អីក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំប្រើ font Gotham Ultra បន្ទាប់ពីយើងធ្វើការវាយអក្សរហើយជាដំបូងគឺយើងត្រូវ convert វាទៅ Smart Object យើងចុចស្ដាំដៃហើយយើងconvert វាទៅ Smart Object អញ្ចឹងបន្ទាប់ពីយើង convert វាទៅ Smart Object ហើយជំហានដំបូងគឺយើងធ្វើការចុចស្ដាំដៃហើយយើងចូលទៅ blending option ដើម្បីធ្វើការដាក់ layer style ទៅលើវាអញ្ចឹងដំបូងគេគឺខ្ញុំនឹង check កន្លែង gradient overlay អញ្ចឹងនៅក្នុង gradient overlay ហ្នឹងគឺយើងប្រើប្រាស់នៅ gradient basic gradient ហើយយើងបណ្ដេញពីពណ៌បែបនេះពណ៌រៀងទៅក្រូចស្រាលហ្នឹងទៅជាពណ៌សហើយ angle យើងដាក់90 degree មកបន្តមកទៀតយើងធ្វើការ check កន្លែង inner glow សម្រាប់ inner glow កន្លែង blend mode គឺយើងយក color dodge ហើយសម្រាប់ទំហំវាអ្នកនរគ្នាអាចតម្លើងមកប្រហែលជា5 pixel ហើយយើងចុច OKបន្តមកទៀតយើង copy layer នឹងទៅខាងក្រោមឬយើងចុច Alt ជាប់ហើយយើងទាញវាទៅខាងក្រោមបែបនេះសម្រាប់ layer ដែលយើងទើបតែ copy មកក្រោមនោះយើងចុចស្ដាំដៃហើយយើង clear layer style ចោលទាំងអស់បន្ទាប់មកយើងចូលទៅ blending option ដែលយើង double click នៅលើ layer ហ្នឹងហើយយើងអាចធ្វើការដាក់ stroke បានអញ្ចឹងសម្រាប់ទំហំ stroke គឺយើងអាចដាក់ប្រហែលជា27 pixel ពណ៌វាយើងដាក់ពណ៌រៀងទៅក្រូចមកអ្នកនរគ្នាបន្ទាប់ពីដាក់ហើយយើងចុច OK បន្ទាប់មកទៀតគឺយើងនឹងធ្វើការដាក់ stroke មួយជាន់ទៀតអញ្ចឹងដើម្បីធ្វើការដាក់ stroke មួយជាន់ទៀតបានយើងចុចកន្លែងបូកនេះគឺវានឹង load stroke នៅខាងក្រោមនេះមួយទៀតឲ្យយើង select មកលើនឹងមកហើយអ្នកនរគ្នាអាចធ្វើការតម្លើងនៅ size របស់វាយើងអាចតម្លើងមក29 pixel ហើយយើងដូរពណ៌ទៅពណ៌សអញ្ចឹងគឺយើងនឹងបាន stroke 2ជាន់បែបហ្នឹងហើយបន្ទាប់មកយើងចុច OK ហើយយើងចុច OK មួយទៀតសម្រាប់នៅលើ layer ខាងលើគេនេះគឺខ្ញុំនឹងដាក់ effect drop shadow ទៅលើវាមួយទៀតអញ្ចឹងយើងចុច double click ទៅលើហ្នឹងដើម្បីចូលទៅ blending option ហើយយើង check កន្លែង drop shadow នៅក្នុង drop shadow ហ្នឹងគឺអ្នកនរគ្នាដាក់ពណ៌ទៅរៀងក្រហមបន្តិចមកបន្ទាប់មកយើងចុច OK ហើយសម្រាប់កន្លែង distance គឺយើងដាក់វាប្រហែលជា10 pixel បន្ទាប់មកយើងតម្លើងកន្លែង spread នេះតម្លើងវាមក15 pixel មកបើមិនយើងអត់តម្លើងវាទេយើងនឹងឃើញវារៀងថាបែបហ្នឹងអញ្ចឹងយើងអាចតម្លើងវាតិចទៅដើម្បីបង្កើនកម្រាស់ drop shadow ហ្នឹងយើងអាចដាក់ 15% ឬក៏ 16% បន្ទាប់មកសម្រាប់ size គឺអ្នកនរគ្នាអាចតម្លើងទៅតាមនឹងបានខ្ញុំអាចដាក់16ឬក៏20 pixel បន្ទាប់មកយើងចុច OK អញ្ចឹងគឺយើងបាន style បែបហ្នឹងមួយហើយគឺងាយស្រួលធ្វើមែនតើអ្នកនរគ្នាហើយមួយទៀតនៅកន្លែង layer stroke នេះគឺខ្ញុំចង់ដាក់ drop shadow ទៅលើវាមួយជាន់ទៀតប៉ុន្តែយើងអាច apply drop shadow នៅកន្លែងហ្នឹងបានទេឧទាហរណ៍ខ្ញុំធ្វើឲ្យអ្នកនរគ្នាមើលបើសិនជាយើង check drop shadow នេះគឺវានឹង apply តែប៉ុណ្្នេះទេអញ្ចឹងយើង check drop shadow កន្លែងហ្នឹងយកហ្មងគឺអត់បានទេអ្នកនរគ្នាអាចធ្វើការ group layer 2ហ្នឹងបានចុច Ctrl G មកដើម្បី group ហើយយើងអាចដាក់ drop shadow ទៅលើ group ហ្នឹងគឺវានឹងបានបែបនេះអញ្ចឹងយើងអាចបន្ថយ distance មកយើងអាចបន្ថយ spread ហើយសម្រាប់ size យើងអាចតម្លើងវាតិចទៅសម្រាប់ពណ៌វាគឺខ្ញុំដាក់ពណ៌រៀងខ្មៅតិចអ្នកនរគ្នាប្រហែលជាប៉ុណ្នេះយើងអាចតម្លាក់ opacity បន្តិចមកតម្លើង size បន្តិចអូខេគឺបែបនេះបន្ទាប់ពីនឹងហើយខ្ញុំអាច check inner glow បន្តិចបានយើងអាចតម្លើង size តិចមកគឺយើងនឹងបាន effect បែបនេះនៅតាម game stroke ហ្នឹងអ្នកនរគ្នាបន្ទាប់មកយើងចុច OK យើងអាចដាក់ឈ្មោះគ្រប់នេះដាក់ថា effect បានមួយទៀតអញ្ចឹងeffect ហ្នឹងគឺយើងបានធ្វើហើយអ្នកនរគ្នាជាមួយនឹងជំហានទាំងប្រមាណហ្នឹងគឺងាយស្រួលធ្វើមែនតើហើយលឿនទៀតហើយបើសិនជាយើងចង់ដូរ text ហ្នឹងទៅជា text អីផ្សេងគឺងាយស្រួលមែនតើអ្នកនរគ្នាអាហ្នឹងគឺជា head part ដែលយើង convert មក smart object ដើម្បីនៅក្នុងការងាយស្រួលឲ្យយើងធ្វើការដូរ text ហ្នឹងនៅពេលក្រោយបានអញ្ចឹងអ្នកនរគ្នា select smart object ណាមួយមកហើយយើង copy វាមកខាងក្រៅ group របស់យើងអាច clear layer style អស់មកហើយយើងអាចចុចបិទផ្នែក layer ហ្នឹងបានបន្ទាប់មកអ្នកនរគ្នាអាចធ្វើការ rename វាទៅ edit here ទៅនឹងគឺជារបៀបដែលយើងអាចធ្វើរបៀបលក្ខណៈ template អញ្ចឹងនៅពេលក្រោយនៅពេលដែលយើងចង់ដូរ text របស់យើងអ្នកនរគ្នាគ្រាន់តែ double click នៅលើ smart object ហ្នឹងមកគឺអ្នកនរគ្នានឹងបានបើកទៅកាន់ document ថ្មីមួយយើងអាចធ្វើការ edit text ហ្នឹងបានអ្នកនរគ្នាអាចចង់វាយអក្សរអីក៏បានដែរឧទាហរណ៍ខ្ញុំវាយថា 231 អញ្ចឹងអ្នកនរគ្នាឃើញថាវារៀងដាច់ចេញពី canvas របស់យើងអញ្ចឹងដើម្បី fix វាបានយើងគ្រាន់ចុចអក្សរ C មកហើយអ្នកនរគ្នាអាច break canvas របស់យើងបែបហ្នឹងទៅគឺបានហើយតោះមកយើងចុច crease ហើយយើងអ្នកនរគ្នាគ្រាន់តែចុច Ctrl S ទៅដើម្បី save យើងចូលមកកាន់ document ដើមរបស់យើងវិញគឺវានឹង update text ហ្នឹងទៅតាមនឹងឲ្យយើងហើយយើងចង់បាន text អីផ្សេងយើង double click នៅលើ smart object ហ្នឹងមកអ្នកនរគ្នាអាចចូលវាយទៅតាមតម្រូវការរបស់យើងបានចុច Ctrl S ដើម្បី save
យើងត្រឡប់មក document ដើមរបស់យើងវិញគឺយើងនឹងបាន style អក្សរហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចធ្វើការ save វាទុកជា template ទៅឬក៏អ្នកនរគ្នាចង់ធ្វើរបៀបលក្ខណៈ text template ដើម្បីយកវាទៅដាក់លក់នៅលើ free page នេះអាចធ្វើតាម process ហ្នឹងបានគឺយើងមាន smart object មួយនៅខាងក្រៅដើម្បីឲ្យគេ edit បន្តមកទៀតអ្នកនរគ្នាអាចមាន group មួយដែលជា group apply effect ទាំងអស់ហើយជាមួយនឹង background របស់យើងហើយបើសិនជាអ្នកនរគ្នាចង់ download template អក្សរហ្នឹងអ្នកនរគ្នាអាច join Telegram channel របស់ខ្ញុំបានជួបគ្នានៅវីដេអូក្រោយ